ទឹកបាត់បើអញមិននៅបានណាអញ្ចឹមហែងយាយខ្ញុំរងក៏បានហើយយាយកាត់អីយាយខ្ញុំនឹកយាយណាយាយដឹងនេះទេចៅឯងស្គមច្រើនណាស់យាយក៏នឹកចៅឯងដែរមើលមុខយាយនៅពីមុខឯងហើយតើយាយហេតុអីក៏យាយនៅមិនមកជួបខ្ញុំទៀតយាយអត់នឹកខ្ញុំទេនេះមួយក៏យាយទៅកន្លែងថ្មីយាយភ្លេចខ្ញុំហើយកុំសត់ណាស់លបងអើយកុំសត់ណាស់យាយឯងគាត់មិនបានភ្លេចឯងទេពេលនេះជាដូនឯងអាចនៅចំពោះមុខឯងក៏ថាបានគ្រាន់តែផលបុណ្យឧបនិស្ស័យមានកំណត់ទើបឯងមិនអាចឃើញគាត់បាននំចំណីដែលឯងយកមកសែននៅទីនេះមិនអាចឲ្យយាយឯងពិសាបានទេកណាត្រូវធ្វើម៉េចទៅដេចគុណបើចង់ឧទ្ទិសបុណ្យកុសលឲ្យទៅដល់យាយឯងត្រូវតែធ្វើបុណ្យឲ្យបានត្រឹមត្រូវតាមពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធគឺឯងត្រូវធ្វើទានជាមួយអ្នកមានសិលហើយឧទ្ទិសកុសលជូនចំពោះគាត់ហើយបើចង់ឲ្យគាត់រួចផុតពីទុក្ខទោសទាំងឡាយឯងត្រូវធ្វើអំពើល្អឲ្យបានច្រើនហើយនឹករលឹកគាត់និងឧទ្ទិសកុសលជូនគាត់ជាប្រចាំមានតែវិធីនេះទេទើបអាចជួយយាយឯងបានកណាដេចគុណសូមផលនៃចិត្តដែលជ្រះថ្លាក្នុងព្រះរតនត្រ័យនោះផលនេះចូលជាផលសម្រាប់ចូលជាផលសម្រាប់ចូលជាផលសម្រាប់